ចាសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពចាថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់អំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែឈើមួយយ៉ាងទៀតដែលល្អសម្រាប់សុខភាពរបស់យើងគឺការទទួលទាននៅផ្លែជម្ពូចាតោះចូលរួមស្ដាប់ទាំងអស់គ្នាអំពីអត្ថប្រយោជន៍ដែលទទួលបានពីការទទួលទានផ្លែជម្ពូចាចំណុចទី1គឺជំនួយដល់ការរំលាយអាហារចាសមាសធាតុនៃផ្លែជម្ពូដែលសម្បូរទៅដោយជាតិសរសៃរួមផ្សំជាមួយនឹងជាតិទឹកខ្ពស់ធ្វើឲ្យវាល្អបំផុតសម្រាប់ការគ្រប់គ្រងការឆ្លងកាត់អាហារតាមរយៈបំពង់រំលាយអាហារចា៎ហើយអាចជួយកាត់បន្ថយការទល់លាមកនិងល្អបំផុតសម្រាប់ស្ថានភាពសុខភាពធ្ងន់ធ្ងរចា៎ដូចគ្នាហើយផងដែរនៅក្នុងឱសថបុរាណគ្រាប់ផ្លែជម្ពូត្រូវបានគេប្រើដើម្បីចាំពីជំងឺរាគនិងបួនចា៎ចំណុចទី2គឺសក្តានុពលប្រឆាំងនឹងជំងឺមហារីកចា៎អត្ថបទពីបុរាណបានអះអាងថាផ្លែជម្ពូមានសក្តានុពលប្រឆាំងនឹងជំងឺមហារីកចា៎ដោយសារតែសមាសធាតុចិញ្ចឹមរួមទាំងវីតាមីន A និងវីតាមីន C ខ្ពស់ចា៎តែទោះបីជាយ៉ាងណាក៏ដោយមិនមានការសិក្សាដើម្បីគ្រប់គ្រងការអះអាងទាំងនេះទេនឹងត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀតនៅក្នុងលក្ខខណ្ឌនេះឡើយចា៎ចំណុចទី3គឺអត្ថប្រយោជន៍សុខភាពបេះដូងចា៎ការរួមបញ្ចូលសារធាតុចិញ្ចឹមនៅក្នុងផ្លែជម្ពូដែលមានសូដ្យូមទាបនិងប៉ូតាស្យូមខ្ពស់ទឹកនិងសមាសធាតុមានប្រយោជន៍ផ្សេងៗទៀតអាចមានឥទ្ធិពលវិជ្ជមានលើការបញ្ចុះសម្ពាធឈាមការថយចុះហានិភ័យនៃជំងឺលើឈាមនិងការពារសុខភាពបេះដូងអាចបណ្ដាលឲ្យមានហានិភ័យទៀតនៃជំងឺក្រិនសរសៃឈាមដោយការពារផលវិបាកនៃសរសៃឈាមបេះដូងដូចជាការគាំងបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺសរសៃឈាមបេះដូងចា៎ចំណុចទី4គឺបង្កើនភាពស៊ាំចា៎សមាសធាតុសកម្មនឹងងាយបង្កជាហេតុនៅក្នុងផ្លែជម្ពូត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគនិងប្រឆាំងនឹងផ្សិតចា៎ឥទ្ធិពលប្រឆាំងនឹងមេរោគនិងប្រឆាំងនឹងជំងឺផ្សិតទាំងអស់នេះអាចជួយការពារស្បែកពីការវិវត្តនៃការឆ្លងផ្សេងៗនិងអាចជួយបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺនិងជំងឺឆ្លងចា៎អត្ថប្រយោជន៍ផ្សេងៗទៀតទោះបីជាការស្រាវជ្រាវនៅតែកំពុងតែធ្វើក៏ដោយក៏ផ្លែឈើនេះត្រូវបានគេគិតថាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដទៃទៀតដូចជាការពារការប្រកាសជំងឺឆ្កួតជ្រូកការរលាកនៅក្នុងសន្លាក់ភ្នែកដែលមានបញ្ហានិងជួយការបង្កើនសមាសធាតុនៃការយល់ដឹងចា៎នេះគឺជាអត្ថប្រយោជន៍ដែលយើងទទួលបានពីការទទួលទាននៅផ្លែជម្ពូហើយដូចតែអ្នកទាំងអស់គ្នាបានជ្រាបមកហើយថាផ្លែជម្ពូនៅក្នុងប្រទេសយើងក៏សម្បូរដែរចា៎មានច្រើនប្រភេទទៀតផងចា៎ហើយអត្ថបទនេះគឺដកស្រង់ចេញពីគេហទំព័រក្នុងស្រុកស្ពានចា៎អរគុណសម្រាប់ការតាមដានស្ដាប់នៅ Channel ចំណេះដឹងសម្រាប់សុខភាពរបស់យើងចា៎